កើតមកជាកូនអ្នកស្រែគ្មានទ្រព្យសម្បត្តិអ្វីទេរូបខ្ញុំកើតមកជាកូនអ្នកស្រែគ្មានទ្រព្យសម្បត្តិអ្វីទេមិនដូចគេនៅក្រុងហ៊ឺហាចាយវាយប្រាក់កសុទ្ធតែដុល្លារចាយវាយប្រាក់កាសុទ្ធតែដុល្លារអូឡាកូនអ្នកចំការហ៊ឺហាត្រឹមរៀលកូនអ្នកចំការហ៊ឺហាត្រឹមរៀលហ៊ឺហាត្រឹមរៀលកូនអ្នកចំការហ៊ឺហាត្រឹមរៀលសូមកំដៀលថាខ្ញុំអ្នកស្រែគ្មានតម្លៃធ្វើការរាល់ថ្ងៃកំរីស្របច្បាប់មិនដែលលួចប្លន់ឬកាន់សម្លអំពើខុសច្បាប់ក៏មិនសាការអួតក្អេងក្អាងជៀសវាងឲ្យឆ្ងាយទោះបីហត់នឿយកំលាំងកាយក៏សប្បាយគេងលក់ស្កប់ស្កល់នឹកដល់រឿងក្រុងចាយវាយធំដុំសិតតែដុល្លារអ្នកខ្លះហ៊ឺហាចាយលុយដោយសារការលួចឆក់ប្លន់គេវាមិនមានតម្លៃទេពេលលួចគេវាក្រាន់ដល់ពេលគេតន់វាក្រាលអ្នកខាងមុខវិជ្ជាការលួចឆក់ប្លន់គេវាមិនមានតម្លៃទេពេលលួចគេវាក្រាន់ដល់ពេលគេតន់វាក្រាលឆក់គេឃើញថាមុខអ្នកឆក់មុខដដែលប្រហែលជាឆក់យ៉ាងសកម្មចាំដល់ថ្ងៃជួបកម្មដេកគុកព្រៃសច្រវាក់ជាប់កត្រដោប្រឹងរស់អោលុយរៀលនិងលុយដុល្លារអ្នកចាយធម្មតាមួយណាក៏មានតម្លៃតែបើអ្នកចាយដោយការផិតភ័យញើសឈាមអ្នកដទៃគ្មានតម្លៃទេគួរគិតដល់ចិត្តខ្លួនឯងនិងចិត្តគេខំដូចគ្នាទេគេក៏ចេះហត់សូមគិតឡើងវិញកូនខ្មែរទាំងឡាយគួរតែនាំគ្នាចាយលុយរៀលលុយខ្មែរមិនបាច់ខាតទឹកមិនបាច់ដូរទេនាំគ្នាថែគេតពីដំណើរតាំងពីបូរៀនជៀសវាងឲ្យបានចាយលុយពីគេវាគ្មានតែម្លាយទេក៏ត្រូវការ